បងប្អូនជាតិសាសន៍មួយខ្លាំងបកែប្រទេសមួយខ្លាំងបកែត្រូវការមានធនធានមនុស្សដែលអាចកើតឡើងคล้ายទៅជាធនធានមនុស្សដែលល្អបានចាប់ផ្ដើមដំបូងបំផុតគឺបងប្អូនក្មួយជាយុវជនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំផ្ដោតសំខាន់តែម្ដងគឺទៅកាន់បងប្អូនក្មួយដែលកំពុងតែនៅក្នុងវ័យសិក្សារៀនសូត្រនៅក្នុងវ័យនេះខ្ញុំសូមបញ្ជាក់បងប្អូនឲ្យហើយតើបងប្អូនមានឱកាសរៀនទៅប្រយ័ត្នតែថ្ងៃណាមួយអស់ឱកាសសូម្បីតែរៀនទៅបងប្អូនដឹងថាទោះបីជាចង់ចូលសាលារៀនឡើងវិញម្ដងទៀតក៏មិនមានឱកាសដែរព្រោះនៅពេលដែលបងប្អូនចង់រៀនសារជាថ្មីម្ដងទៀតមានន័យថាបងប្អូនចាប់ផ្ដើមយល់អំពីដំណើរជីវិតហើយតែពេលនោះគឺអ្វីគ្រប់បែបយ៉ាងវាត្រូវផ្លាស់ប្ដូរអស់ទៅហើយយើងមិនអាចត្រឡប់ថយក្រោយវិញបានទេនៅក្នុងដំណើរជីវិតប្រចាំថ្ងៃយើងមានឱកាសតែម្ដងពេលវេលាតែម្ដងទេក្នុងមួយឆាកជីវិតដើម្បីធ្វើរឿងអីមួយនៅថ្ងៃនេះម៉ោងនេះបងប្អូនក្មួយកំពុងតែអង្គុយនៅក្នុងថ្នាក់រៀនអង្គុយនៅកង់ទីនអង្គុយនៅសួនច្បារអង្គុយនៅទីសាធារណៈផ្សេងបងប្អូនក្មួយកំពុងតែស្ដាប់វីដេអូរបស់ខ្ញុំនៅវិនាទីនេះអាចមានមនុស្សដើរកាត់បងប្អូនឬក៏មិនមានអាចមានខ្យល់ដែលវាហោះកាត់ឬក៏ប៉ះបងប្អូនអាចមិនមានអាចមានពន្លឺព្រះអាទិត្យចាំងជះចំបងប្អូនឬក៏អាចមិនមានបើបងប្អូននៅទីតាំងផ្សេងគ្នាម៉ោងនេះនៅក្នុងប្រទេសមួយចំនួនគឺនៅយប់នៅឡើយដូច្នេះខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនយល់រឿងមួយថានៅថ្ងៃស្អែកម៉ោងនេះដដែលរឿងដែលកំពុងតែកើតឡើងនៅជុំវិញខ្លួនយើងក្នុងពេលបច្ចុប្បន្ននេះវានឹងមិនកើតឡើងម្ដងទៀតទេដូច្នេះមានន័យថាម៉េចមានន័យថាឱកាសដែលយើងអាចធ្វើអីមួយយើងមានពេលតែម្ដងទេពេលវេលាដែលយើងមាននៅថ្ងៃនេះនៅក្នុងវិនាទីនេះនៅកន្លែងដែលបងប្អូនកំពុងតែដេកដើរឈរអង្គុយនេះនៅក្នុងពេលវេលាដូចគ្នានៅថ្ងៃស្អែករឿងនេះនឹងមិនកើតឡើងសារជាថ្មីម្ដងទៀតនោះទេបើទោះបីជាពេលខ្លះរឿងដដែលបានកើតឡើងសារជាថ្មីម្ដងទៀតប៉ុន្តែអារម្មណ៍មនុស្សបានប្រែប្រួលមនុស្សដដែលនឹងមិនមកអង្គុយចិត្តយើងដូចនៅថ្ងៃនេះទៀតទេមនុស្សដដែលក៏នឹងមិនជិះកាត់យើងដូចថ្ងៃនេះទៀតនោះដែរអ្វីគ្រប់បែបយ៉ាងត្រូវបានប្រែប្រួលផ្លាស់ប្ដូរទាំងអស់ដូច្នេះបងប្អូនក្មួយត្រូវប្រឹងប្រែងសិក្សារៀនសូត្រអ្នកដែលកំពុងតែធ្វើការងារត្រូវខិតខំប្រឹងប្រែងក្នុងការធ្វើការងារបើបងប្អូនកំពុងរកស៊ីប្រឹងធ្វើការងារប្រឹងរកស៊ីរបស់យើងនឹងទៅកុំអាឡ័យចំណែនគេកុំអាឡ័យគិតថាគេអញ្ចេះគេអញ្ចោះគេបែបណាគឺជារឿងរបស់គេតែសំខាន់យើងជានរណាយើងកំពុងធ្វើអីហើយយើងចង់ទៅណាយើងដៅគោលដៅយើងឲ្យច្បាស់យើងចង់ទៅណាបច្ចុប្បន្នយើងជានរណានៅពេលដែលយើងដឹងថាតើបច្ចុប្បន្នយើងជានរណាហើយយើងកំពុងធ្វើអីយើងចង់ទៅណានោះបងប្អូននឹងអាចទៅដល់គោលដៅរបស់ខ្លួនក្នុងពេលដ៏ឆាប់បំផុតហើយខ្ញុំក៏សូមផ្ដាយផ្ដាំទៅកាន់បងប្អូនក្មួយជាពិសេសយុវជនជៀសវាងឲ្យឆ្ងាយគ្រឿងញៀនការលួចឆក់ប្លន់ការប្រើប្រាស់អំពើហិង្សាការប្រើប្រាស់ពាក្យសម្ដីអសិលធម៌លក្ខណៈវាគឺជាទង្វើដ៏ខុសឆ្គងបំផុតហើយកុំចាំទាល់តែយើងទៅដល់ពន្ធនាគារតើបងប្អូនក្មួយយុវជនមានការស្ដាយក្រោយកុំឲ្យសោះបើតាមខ្ញុំដឹងនៅពន្ធនាគារមិនស្រួលទេបន្ទប់មួយដាក់មនុស្សច្រើនណាស់ហើយបន្ទប់ទឹកមានចានប្រគុណតែ2ទេអញ្ចឹងសំណួរសួរថាមនុស្សរាប់សិបនាក់ចានប្រគុណ2ពេលចូលត្រូវធ្វើម៉េចពេលចូលត្រូវតម្រង់ជួរចិននៅពេលដែលយើងចូលបត់ដៃបត់ជើងតើវាមានការលំបាកដែរទេលំបាកណាស់ចុះបាយទឹកមានការបែងចែកយ៉ាងម៉េចខ្លះមិនស្រួលទេអញ្ចឹងជៀសវាងឲ្យឆ្ងាយកុំចាំទាល់តែចូលដល់ពន្ធនាគារហើយទៅស្ដាយក្រោយអ្វីគ្រប់បែបយ៉ាងវាត្រូវបានកើតឡើងចប់សពគ្រប់អស់ហើយដូច្នេះកុំនាំគ្នាធ្វើរឿងខុសដឹងថាអានឹងខុសហើយជៀសទៅដឹងថាអានឹងខុសហើយកុំប្រព្រឹត្តរឿងល្អនាំគ្នាធ្វើរឿងខុសឆ្គងនាំគ្នាជៀសវាងចូលបងប្អូនធ្វើជាពលរដ្ឋល្អគោរពច្បាប់ប្រឹងប្រែងរៀនសូត្រប្រឹងអភិវឌ្ឍខ្លួនពង្រឹងផ្នត់គំនិតរបស់យើងឲ្យរឹងមាំត្រូវយល់ថានៅក្នុងដំណើរជីវិតមួយនេះយើងនឹងជួបការឈឺចាប់យើងនឹងជួបទុក្ខលំបាកយើងនឹងជួបបញ្ហាយើងនឹងជួបមនុស្សគ្រប់ប្រភេទអញ្ចឹងយើងមិនបាច់ភ្ញាក់ផ្អើលទេបើសិនជាយើងជួបការលំបាកបើយើងជួបឧបសគ្គយើងជួបបញ្ហានៅក្នុងជីវិតហើយក៏មិនបាច់ភ្ញាក់ផ្អើលដែរបើសិនជាយើងជួបមនុស្សដែលមិនស្មោះត្រង់ដែលកឹបកេងដែលលួចកោរក្បាលឬក៏ចាក់យើងពីក្រោយខ្នងព្រោះវាគឺជាសារជាតិរបស់មនុស្សគេធ្វើតែអញ្ចឹងតែសំខាន់យើងជានរណាតើយើងជាមនុស្សល្អហើយឬនៅតើយើងជាធនធានសម្រាប់សង្គមជាតិហើយឬនៅអរគុណបងប្អូនជម្រាបលា